បណ្ដានៅពេលនេះមកក៏នៅពេលដែលពួកគេបានបរាជ័យក្នុងការដោះយកនៅអង្កាំដទៃប្រភេទអ្នកទាំងពីរក៏មូលមកជាខ្លាំងប៉ុន្តែសក់ក្បាលពោះម្នាក់មួយក៏ព្យាយាមម្ដងទៀតតែក៏នៅតែបរាជ័យឡានកើក៏ចាប់ផ្ដើមប៊ូលូតែម្ដងអ្នកគ្រប់គ្នាបាននិយាយថាអាវុធនេះបានជិតឈានទៅដល់កម្រិតបរិសុទ្ធទៅហើយវាក៏មានប្រសិទ្ធភាពអាចដោះនៅបណ្ដាសាគ្រប់ប្រភេទចុះហេតុអ្វីបានជាវាបែកងាយៗម្ល៉េះរត់ក៏សួរហ្វាហ័រតើពួកគេគួរធ្វើអ្វីបន្តហ្វាហ័រក៏ប្រាប់ទៅវិញថាលើនេះគ្មានវិធីផ្សេងទៀតទេបើឯងមិនមែនជាមនុស្សល្ងងនោះកុំនិយាយមិនសមហេតុផលច្រើនពេកលើបែបនេះឡានកើក៏ចាប់ផ្ដើមយំតែម្ដងល្អូថាសម្បីតែត្រាព្រះវិញ្ញាណក៏មិនអាចដកចេញបានដែរតើពេលណាពួកគេទាំងពីរអាចរំដោះចេញពីអង្កាំដទៃប្រភេទនេះបានទៅហ្វាហ័រពេលនោះក៏ប្រាប់ថាពួកគេគួរតែស្វែងរកវិធីផ្សេងជំនួសវិញវាប្រកាសជាមាននៅវិធីដ៏ល្អជាងនេះជំរើសមួយទៀតនោះពួកគេគឺមានតែស្វែងរកអង្កាំទាំង6ទៀតគណៈពេលនោះក៏សតបានលើសំឡេងសាងឈិនបានហៅមកកាន់ឡានកើសាងឈិនគាត់ក៏បានបង្ហាញខ្លួនឡានកើក៏បានហៅទៅកាន់គេហើយសាងឈិនមកជួបអ្នកទាំងពីរលើកនេះគាត់គឺចង់នាំអ្នកទាំងពីរទៅជួបនឹងបរិបម្នាក់បន្ទាប់មកក៏ផ្ទាត់ដោយមួយផាច់បញ្ជូនគ្រប់គ្នាទៅកាន់កោះមួយហើយនៅលើកោះមួយនេះផងដែរយើងក៏បានឃើញនៅបរិបម្នាក់ដែលបានតាមដានទៅកាន់អ្នកទាំងពីរនោះគណៈពេលដែលគាត់កំពុងតែឆោមមើលសិភៅយ៉ាងសង្ហានោះទឹករលកក៏បានបក់មកប៉ុន្តែគ្រាន់តែខ្សែភ្នែករបស់គាត់ប៉ុណ្ណោះក៏អាចធ្វើឲ្យវាខ្ទេចបាត់ទៅហើយឡានកើជាមួយនឹងហ្វាហ័រក៏ភ្ញាក់ផ្អើលជាខ្លាំងគាត់ក៏បានបែរមកនិយាយថាទីបំផុតពួកយើងបានជួបគ្នាហើយរួចក៏ណែនាំខ្លួនថាគាត់គឺមានឈ្មោះថាហួច័ន្ទជីឡានកើគ្រាន់តែលើឈ្មោះគាត់បែបនេះក៏ភ្ញាក់ផ្អើលនិយាយលែងចង់ចេញរីឯហ្វាហ័រវិញក៏បានណែនាំខ្លួនព្រមទាំងអន់គោរពទៅកាន់គាត់ហៅថាមេបញ្ជាការឡានកើពេលនោះគាត់ក៏បានណែនាំខ្លួនព្រមទាំងគោរពទៅកាន់គាត់ដូចគ្នាច័ន្ទជីក៏ប្រាប់ឲ្យពួកគេមិនចាំបាច់គួរសមពេកទេព្រោះតែពួកគេគឺជាបងប្អូននឹងគ្នាហើយចាប់ពីពេលនេះតទៅបើពួកគេសហការជាមួយនឹងគ្នានោះប្រកាសជាល្អចេះជាមិនខានឡានកើក៏សួរគាត់តាមមានន័យដូចម្ដេចគាត់ក៏បានប្រាប់បន្តនៅពេលដែលពួកគេអាចឈានទៅដល់កម្រិតទី9នៅអាយុ30ឆ្នាំនោះពួកគេនឹងអាចក្លាយទៅជាដៃគូរបស់គាត់ធ្វើការប្រយុទ្ធនៅថ្ងៃអនាគតលើបែបនេះអ្នកទាំងពីរក៏ភ្ញាក់ផ្អើលព្រមគ្នាសាងឈិនក៏បន្តថាពេលនេះមិនមែនជាពេលវេលាដ៏ល្អនោះទេដែលគាត់ត្រូវប្រាប់ព័ត៌មានបន្ថែមទៀតបើអ្នកទាំងពីរដឹងរឿងកាន់តែច្រើនជីវិតរបស់អ្នកទាំងពីរគឺកាន់តែគ្រោះថ្នាក់អ្វីដែលពួកគេអាចធ្វើបាននៅពេលនេះគឺព្យាយាមវឹកហាត់ជាមួយនឹងអង្កាំទិដ្ឋភាពឲ្យរឹងមាំកាន់តែឆាប់តាមដែលអាចធ្វើបានអ្នកទាំងពីរក៏ភ្ញាក់ផ្អើលម្ដងទៀតហើយសួរបកទៅវិញថាពួកគេដឹងនៅរឿងទាំងអស់នេះហើយមែនទេសាងឈិនក៏តបទៅវិញថាសូម្បីតែនារីផ្កាឈូកនោះនាងក៏ដឹងចុះតម្រាំតែពួកយើងគឺគ្មានរឿងអ្វីដែលពួកយើងមិនដឹងនោះទេរីឯច័ន្ទជីក៏សរសើរទៅកាន់អ្នកទាំងពីរថាពិតជាមិនធ្វើឲ្យគាត់ខកចិត្តនោះទេអង្កាំទិដ្ឋភាពដែលពួកគេកំពុងតែមាននេះគឺជាអង្កាំដ៏ខ្លាំងបំផុតនៅក្នុងចំណោមអង្កាំទាំង7ហើយចាប់តាំងពីពួកគេត្រូវបានជ្រើសរើសដោយអាវុធទិដ្ឋភាពមួយនេះហើយនោះក៏មានន័យថាអ្នកទាំងពីរគឺត្រូវតែទទួលខុសត្រូវទៅលើវាបន្ថែមទៀតភាគច្រើនករណីដែលអង្កាំទិដ្ឋភាពបានបង្ហាញខ្លួនគឺសុទ្ធតែស្ថិតនៅក្នុងគ្រោះមហន្តរាយជាក់ស្ដែងដូចជានៅក្នុងយុគសម័យតកអង្កាំទិដ្ឋភាពបានលេចខ្លួនចេញមកយកនៅរស្មីជាមួយនឹងក្តីសង្ឃឹមមកកាន់ពូជពងមនុស្សឡើងមកវិញមិនថាខ្ញុំឬក៏មេបញ្ជាការទេខ្ញុំគឺនៅតែរងចាំបើអ្នកទាំងពីរចង់ចូលរួមជាមួយនឹងពួកយើងនោះត្រូវតែវឹកហាត់ខ្លួនឯងឲ្យរឹងមាំជាមុនសិនរួចក៏សួរអ្នកទាំងពីរតើយល់ហើយឬនៅឡានក៏តបទៅវិញថាក៏ប៉ុន្តែអង្កាំទិដ្ឋភាពនេះគឺបាននាំនៅបញ្ហាមកកាន់គាត់ច្រើនថែមទៀតផងហើយផែនការដែលពួកគេកំពុងតែរៀបចំនេះគឺប្រើប្រាស់នៅត្រាព្រះវិញ្ញាណដើម្បីដកយកនៅអង្កាំទិដ្ឋភាពសាងឈិនសោតបន្តិចហើយក៏ថាចូលបន្ទាប់មកឡានក៏តបទាំងអស់សម្លាយទៅវិញថាវាបានប្រេះបែកបាត់ទៅហើយច័ន្ទជីក៏ប្រាប់ទៅវិញថានេះគឺជាអង្កាំទិដ្ឋភាពមួយក្នុងចំណោមទាំង7វាមិនងាយស្រួលបំបែកនោះទេកុំគិតច្រើនពេកអង្កាំទិដ្ឋភាពគឺស្ថិតនៅក្នុងដៃអ្នកទាំងពីរទៅហើយនេះគឺជាឱកាសសម្រាប់ពួកគេដល់ពេលដែលអ្នកទាំងពីរអាចឈានទៅដល់កម្រិតទី10ហើយនោះវានឹងក្លាយទៅជាកម្មសិទ្ធិពិតប្រាកដរបស់អ្នកទាំងពីរឬមួយអ្នកទាំងពីរគឺមិនចាំបានវាទេឡានក៏ប្រាប់ទៅវិញថាក៏ប៉ុន្តែពួកគេគឺនៅឆ្ងាយអំពីកម្រិតទី10ខ្លាំងណាស់ច័ន្ទជីសើចបន្តិចហើយក៏ថាតាមទៅថ្ងៃនេះគ្រាន់តែជាថ្ងៃដែលពួកគេស្គាល់គ្នាប៉ុណ្ណោះត្រូវតែចងចាំនៅអ្វីដែលខ្ញុំនិយាយមុននេះអ្នកទាំងពីរគឺត្រូវតែឈានទៅដល់កម្រិតទី9មុនអាយុ30ឆ្នាំព្រោះថាពេលនេះមិនមានពេលវេលាច្រើនទៀតទេសម្រាប់ពួកយើងលើបែបនេះអ្នកទាំងពីរក៏ភ្ញាក់ផ្អើលចង់និយាយបន្តប៉ុន្តែច័ន្ទជីក៏បានឲ្យពួកគេត្រឡប់ទៅវិញទៅគណៈពេលនោះសាងឈិនក៏ថាពួកយើងនឹងជួបគ្នាម្ដងទៀតរួចក៏បានផ្ទាត់ដោយមួយផាច់បញ្ជូនអ្នកទាំងពីរមកកាន់កន្លែងដើមហ្វាហ័រពេលនេះក៏ចាប់ផ្ដើមគិតហើយថាកម្រិតទី9នេះគឺមិនងាយនោះទេចំណែកឯឡានកើក៏ភ្ញាក់ផ្អើលអំពីអំណាចមនុស្សស្ថិតនៅកម្រិតទី9ពិតជាអស្ចារ្យខ្លាំងណាស់បដិញ្ញាចិត្តខ្លួនឯងទៀតថាគាត់នឹងអាចឈានទៅដល់កម្រិតទី9អត់ទេកម្រិតទី10ឯណោះ
ហ្វហលើបែបនេះក៏បានញញឹមបែរស្មងក្រោយកូនចៅរបស់គេក៏បានធ្វើដំណើរមកដល់ឡានគាត់ក៏ចាប់ផ្ដើមលូហើយថាពេលនេះពួកគេគឺនៅតែរក្សាទំនាក់ទំនងដ៏ឈួតឡប់មួយនេះដដែលហ្វហក៏បានដើរចេញទៅនិយាយថាក្មេងឡានក៏ស្ដីឲ្យទៅវិញថាក្រៅពីពាក្យនេះមិនចេះពាក្យផ្សេងទៀតមែនទេហ្វហក៏ជួនតាមសំណូមពរនិយាយបន្តថាល្ងងធុញបន្ទាប់មកក៏បញ្ចេញនូវខែប្រាជ្ញារបស់គាត់ដើម្បីធ្វើជាស្ពានឡើងទៅលើទូករបស់គេឡានស្រែកទៅកាន់ហ្វហបន្តិចហើយក៏បានហោះចាក់ចេញពីទីនេះដូចគ្នាបន្ទាប់មកសាររឿងក៏បានកាត់មកដល់ហ្វហដែលកំពុងតែឈរនៅលើសំពៅរបស់គេក្រោយពីមើលទេសភាពបានបន្តិចក៏បានដើរចូលទៅខាងក្នុងពេលនេះគាត់គឺមានអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលបាននៅម្នាក់ឯងតែនិយាយមិនទាន់ចប់ស្រួលបួផងឡានក៏បានប្រើប្រាស់ស្នេហ៍ teleport មកទីនេះហ្វហក៏សួរតើគេមកទីនេះធ្វើអ្វីឡានក៏ថានៅពេលនេះពួកគេគួរតែធ្វើដំណើរជាមួយនឹងគ្នានៅពេលដែលទៅដល់កំពង់ផែនៅទីក្រុងប្រាជ្ញាហើយនោះក៏នឹងធ្វើដំណើរទៅកាន់ដែនពណ៌ខៀវដោយខ្លួនឯងរួចក៏លោតឡើងទៅលើពូកនិយាយថាវាពិតជាចំណាយពេលយូរណាស់ដើម្បីឈានទៅដល់កម្រិតទី10ហ្វហឃើញគេជាន់ទៅលើគ្រែរបស់គាត់បែបនេះក៏មិនសូវសប្បាយចិត្តនោះទេឡានក៏សួរតើមិនស្វាគមន៍ខ្ញុំទេឬហ្វហក៏បានទារនៅថ្លៃធ្វើដំណើររបស់ឡានគឺ 10000 កាក់មាសឡានគាត់ក៏បានបើកភ្នែកចំហមាត់ធំថាមិនទៅប្លន់តែម្ដងទៅរួចក៏តថ្លៃតែ100កាក់មាសបានហើយហ្វហក៏បានចុះឲ្យសល់900កាក់មាសតែឡានក៏នៅតែនិយាយថាទីផ្សារនោះគឺត្រឹមតែ200កាក់មាសប៉ុណ្ណោះហ្វហក៏លែងចុះបន្តទៀតថាបើមិនឲ្យ1000កាក់មាសទេឆាប់ចុះពីលើទូករបស់គាត់ទៅឡានគាត់ក៏នៅតែមិនអស់ចិត្តគ្រាន់តែប្រកែកបន្តិចសោះឡើងថ្លៃវិញបាត់ហើយដោយមិនអស់ចិត្តនោះហ្វហក៏បានចុះ1កាក់មាសទៀតនៅសល់999កាក់មាសបន្ទាប់មកសាររឿងក៏បានកាត់មកដល់ពេលល្ងាចអ្នកទាំងពីរក៏កំពុងតែញ៉ាំអាហារតែ2នាក់ឡានក៏នៅតែលូមិនឈប់គាត់បង់ប្រាក់អស់800កាក់មាសប៉ុន្តែអាហាររបស់គាត់គឺរបស់នឹងមែនទេហ្វហក៏ប្រាប់ថាគាត់គឺមានតែរបស់នេះនោះទេតែឡានក៏នៅតែមិនជឿចង់ទៅស្វែងរកនៅខាងក្នុងជាលទ្ធផលនោះដើរចេញមកវិញក៏ជាប់នៅកម្មប្រមាសមុទ្រពេញក្បាលអេដមីនស្មានតែពួកគេធ្វើដំណើរមកដល់ពេលល្ងាចតាមពិតទៅពួកគេធ្វើដំណើរអស់រយៈពេល3ខែទៅហើយ3ខែនេះឡានគាត់គឺហូបនៅនំដែលផលិតចេញពីគ្រាប់ធនជាតិនេះទាំងអស់ហ្វាហក៏ប្រាប់ថាដែនវេទមន្តពេលនេះកំពុងតែជួបនៅទុក្ខវិបត្តិមនុស្សភាគច្រើនក៏បានរស់នៅជាមួយនឹងជីវភាពក្រខ្សត់ដូច្នេះប្រទេសក៏បានចេញដីកាប្រកាសនៅអាហារមួយចំនួនទៅកាន់មនុស្សចាស់និងកុមារទន្ទឹមនឹងនោះផងដែរព្រះវិហារទាំង12ក៏បានដាក់បញ្ជាទៅកាន់អ្នកអនុវត្តច្បាប់ទាំងអស់អ្នកដែលមានអាយុ18ឆ្នាំឡើងគឺត្រូវទៅញ៉ាំនៅនំក្រៀមនេះឡានគាត់ក៏ដូចជាមិនជឿសួរបញ្ជាក់ទៅកាន់ហ្វាហតើគេបង្កើតរឿងទាំងអស់នេះដើម្បីមកបញ្ឆោតគាត់ឬដោយឃើញហ្វាហមិនបានតបតអញ្ចឹងឡានក៏គិតថាគាត់គិតខុសទៅលើគេមែនទេពេលនោះហ្វាហក៏ប្រាប់ថាពួកគេបានធ្វើដំណើរមកដល់ហើយឡានពេលនោះក៏ប្រាប់ថាគាត់មិនចង់ត្រឡប់ទៅផ្ទះវិញឥឡូវនេះទេគាត់ចង់កំដរហ្វាហទៅមើលនៅក្នុងទីក្រុងប្រាជ្ញាសួរថែមទៀតថាគេរំភើបដែរអត់ហ្វាហក៏បានដើរចេញទៅថាដូចជាគ្មានអ្វីភ្ញាក់ផ្អើលនោះឡើយប្រាប់បន្តទៀតថានៅពេលដែលគាត់បានឡើងទៅដល់លើច្រាំងនោះគាត់នឹងទៅយកទំព័រពិសិដ្ឋទី6នៅក្នុងព្រះវិហារបរិសុទ្ធរួចក៏ប្រាប់ឲ្យឡានចូលទៅក្នុងទីក្រុងប្រាជ្ញាមុនទៅឡានពេលនោះក៏ចង់ទៅមើលព្រះវិហារបរិសុទ្ធរបស់ហ្វាហតែហ្វាហមិនបានស្វាគមន៍នៅឡើយមានរឿងខ្លះដែលខ្ញុំមិនអាចប្រាប់បានព្រះវិហារបរិសុទ្ធគឺជាកន្លែងពិសិដ្ឋសម្រាប់ខ្ញុំមុននឹងគាត់ទៅកាន់ទីនោះគាត់គឺចង់ពឹងពាក់ទៅកាន់ឡានឲ្យយកនៅថវិកានេះប្រគល់ទៅកាន់កញ្ញាតេងនៅក្នុងផ្ទះនៃក្តីសង្ឃឹមរបស់គាត់ឡានក៏ប្រគល់នំត្រឡប់ទៅវិញប្រាប់ថាពួកគេនឹងជួបគ្នានៅក្នុងទីក្រុងប្រាជ្ញាគ្រាន់តែចូលមកដល់ទីក្រុងភ្លាមឡានក៏បានរំស្រែកអាឡូឡាតែម្នាក់ឯងឃើញបែបនេះអ្នកគ្រប់គ្នាក៏ងើយឆ្ងល់ថាមនុស្សឈួតមកពីណាទៅនេះមើលទៅឡានដូចជាមិនសមជាជើងឯកនៅក្នុងការប្រកួតដែនទាំង3តតែសោះខណៈពេលនោះយុនសៀនក៏បានសោចដើរចូលមកសរសើរទៅកាន់ឡានថាពិតជាកំ ប្លែងខ្លាំងណាស់រួចឡានក៏សួរអាល្អិតថាផ្ទះនៃសេចក្តីសង្ឃឹមនៅឯណាយ៉ងសៀនក៏បានរំលឹកថាផ្ទះនៃសេចក្តីសង្ឃឹមមែនទេរួចក៏ណែនាំខ្លួនឯងថាគេគឺមកពីផ្ទះនៃសេចក្តីសង្ឃឹមលើបែបនេះឡានក៏ឲ្យគេនាំផ្លូវគាត់ទៅកាន់ទីនោះយ៉ងសៀនក៏បានយល់ព្រមសើរឿងក៏បានកាត់មកដល់ផ្ទះនៃសេចក្តីសង្ឃឹមកញ្ញាតេងនាងក៏បានមើលទៅកាន់សម្បត្តិហ្វាហ័រទាំងសក់ទឹកភ្នែកសប្បាយចិត្តខ្លាំងណាស់ព្រោះតែកូនប្រុសរបស់នាងគឺមានក្តីសង្ឃឹមឡើងមកវិញហើយឃើញបែបនេះឡានក៏សួរទៅកាន់នាងថាមិនអីទេមែនទេស្របពេលនោះយ៉ងសៀនក៏បានមកហៅទៅកាន់នាងដូចគ្នាកញ្ញាតេងក៏ព្យាយាមជូតទឹកភ្នែកចេញប្រាប់ឡានឲ្យជួយអរគុណហ្វាហ័រចំនួននាងផងហ្វាហ័រគាត់បានធ្វើរឿងលំបាកច្រើនណាស់ដើម្បីក្មេងៗទាំងអស់នេះឡានក៏សួរបញ្ជាក់តើហ្វាហ័រពិតជាបានបរិច្ចាគប្រាក់របស់គាត់ទាំងអស់មកកាន់ទីនេះមែនទេកញ្ញាតេងពេលនោះមិនបានឆ្លើយតបនោះឡើយព្រោះតែពេលនេះនាងកំពុងតែរំជួលចិត្តរីឯឡានគាត់គឺលែងឆ្ងល់ទៀតហើយថាហេតុអ្វីបានជាហ្វាហ័រស្រឡាញ់លុយអញ្ចឹងហេតុផលនោះគឺដោយសារតែក្មេងៗទាំងអស់នេះរួចឡានក៏ឲ្យអ្នកស្រីតេងជួយប្រាប់អំពីអតីតកាលរបស់ហ្វាហ័រមកកាន់គាត់បន្តិចមកតែភ្លាមនោះក្មេងៗក៏បានរត់ចូលមកប្រាប់ថាពួកគេដឹងយ៉ងសៀនក៏បានប្រាប់ថាបងប្រុសហ្វាហ័រគឺជាមនុស្សដ៏ល្អបំផុតនៅក្នុងពិភពលោកមួយនេះហើយគាត់ក៏ធ្លាប់ជាក្មេងដែលចេញអំពីទីនេះដូចគ្នាក៏លែងមកកាន់ហ្វាហ័រដែលស្ថិតនៅក្នុងព្រះវិហារបរិសុទ្ធឯនេះវិញគាត់ក៏បានអន់គ្រប់ទៅកាន់គម្ពីរដែលនៅចំពោះមុខខណៈពេលនោះវាក៏បានបញ្ចូលនូវធម្មពល
ទៅកាន់ថ្ងាសរបស់ហ្វាហ័រសៀវភៅនៃអនុវត្តច្បាប់របស់ហ្វាហ័រពេលនេះក៏បានកើនឡើងនៅមួយទំព័រទៀតស្របពេលនោះសម្ពាធធម្មពលយ៉ាងខ្លាំងក៏បានផ្ទុះឡើងមកហ្វាហ័រគាត់ក៏បានបើកភ្នែកពោពេញទៅដោយពន្លឺបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ក្មេងៗដែលកំពុងតែនិយាយរឿងប្រាប់ទៅកាន់ឡានកើខណៈពេលនោះពួកគេក៏ងើយឆ្ងល់ថាពន្លឺអ្វីបានលើកចេញពីខ្លួនរបស់គាត់ឡានកើឃើញបែបនេះគាត់ក៏ដឹងហើយថាហ្វាហ័រពេលនេះគឺបានជោគជ័យទៅហើយឡានកើពេលនោះក៏បានប្រាប់ក្មេងៗថាគាត់នឹងបង្ហាញអំពីវិទ្ធមន្តទៅឲ្យពួកគេមើលនិយាយរួចក៏បានបញ្ចេញនៅធាតុទឹករបស់គាត់ប្រែវាទៅជាផ្កាប្រកួតកាន់ក្មេងៗម្នាក់មួយយងសានពេលនោះក៏សប្បាយចិត្តសរសើរថាវាពិតជាស្អាតខ្លាំងណាស់ព្រមទាំងសួរឡានកើតើអាចបង្ហាញនៅវិទ្ធមន្តផ្សេងទៀតបានទេឡានកើក៏សួរទៅកាន់ក្មេងៗវិញថាចង់ឃើញនៅស្នៀតជប់មនុស្សដែរទេក្មេងៗក៏បានយល់ព្រមឡានកើក៏ឲ្យពួកគេបើកផ្លូវឲ្យគាត់បន្តិចបន្ទាប់មកគាត់ក៏បានធ្វើដៃជងចងានចុះឡើងក៏ធ្វើឲ្យក្មេងៗបើកភ្នែកឈុំហមាត់ធំៗខណៈពេលនោះឡានកើក៏ចាប់ផ្ដើមប្រើប្រាស់ស្នៀតអង្កាំនៅទិដ្ឋភាពបញ្ជូននៅហ្វាហ័រត្រឡប់មកកាន់ទីនេះឃើញបែបនេះក្មេងៗក៏បានប្រញាប់រត់មកហើយទៅកាន់បងប្រុសហ្វាហ័រប្រាប់ថាពួកគេពិតជានឹកទៅកាន់ហ្វាហ័រខ្លាំងណាស់ហ្វាហ័រក៏សរសើរថាក្មេងល្អគាត់ក៏នឹកទៅកាន់ពួកគេដូចគ្នាភ្លាមនោះយងសានក៏បានប្រញាប់រត់មកអស់ដៃឡានកើដើម្បីបបួលគេលេងហ្គេមហើយពេលនេះពួកគេក៏តម្រង់ជួរគ្នាដើម្បីលេងនៅខ្លែងឆាបកូនមន់ឡានកើពេលនោះក៏ចាប់ផ្ដើមបញ្ចេញនៅចរិតពិតរបស់គាត់តែម្ដងរត់ដេញចាប់គ្រប់គ្នាស្របពេលដែលពួកគេកំពុងតែលេងសើចសប្បាយជាមួយនឹងគ្នាមិនយូរប៉ុន្មានសាច់រឿងក៏បានកាត់មកដល់ពេលយប់អ្នកទាំងពីរក៏កំពុងតែអង្គុយនៅលើដំបូលជជែកគ្នាឡានកើក៏សួរអំពីផែនការនៅថ្ងៃអនាគតរបស់គេហ្វាហ័រក៏ប្រាប់ទៅវិញថាគាត់គឺមានតែខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីឲ្យខ្លាំងដូចជាមេបញ្ជាការជាមួយនឹងបត្រានៃភាពងងឹតគាត់ពេលនេះគឺមានតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពឲ្យឈានទៅដល់កម្រិតទី9មុនអាយុ30ឆ្នាំឡានកើក៏សួរថាគេមានដឹងទេថាអ្នកទាំងពីរនោះបាននិយាយអំពីអ្វីហ្វាហ័រក៏ប្រាប់ថាគាត់មិនដឹងនោះឡើយប៉ុន្តែគាត់ជឿជាក់ទៅលើមេតបបើអាចខ្លាចទៅជាដៃគូរបស់គាត់នោះគឺជាកិត្តិយសដ៏ល្អបំផុតសម្រាប់ខ្ញុំហើយបើខ្ញុំបានដើរតាមគាត់នោះខ្ញុំនឹងអាចជួយទៅកាន់មនុស្សកាន់តែច្រើនឡានកើពេលនោះក៏មានអារម្មណ៍ថាហ្វាហ័រគឺរស់ដើម្បីអ្នកដទៃមិនមែនរស់ដើម្បីខ្លួនឯងនោះទេតែរឿងនេះសម្រាប់ក្មេងកំព្រាដូចជាហ្វាហ័រទៅយល់ហ្វាហ័រគឺត្រូវបានច្បាយក្រុងយកចេញអំពីផ្ទះនៃសេចក្តីសង្ឃឹមទៅចិញ្ចឹមបើពិភពលោកនេះគ្មានពួកគេគាត់គឺមិននៅទីនេះឡើយតែឡានកើក៏នៅតែថាបើហ្វាហ័រប្រាប់នៅរឿងទាំងអស់នេះទៅកាន់គាត់ពីមុនមកនោះគាត់នឹងហៅគេថាជាមនុស្សល្ងងប៉ុន្តែចាប់តាំងពីគាត់បានមកដល់ទីនេះនឹងដឹងរឿងរ៉ាវគ្រប់សពបែបយ៉ាងហើយនោះគាត់នឹងនៅតែហៅគេថាជាមនុស្សល្ងងដដែលរួចឡានកើក៏ប្រាប់ហ្វាហ័រថាថ្ងៃស្អែកគាត់ត្រឡប់ទៅវិញហើយនៅពេលដែលគាត់ត្រឡប់ទៅវិញនោះគាត់ក៏មានគម្រោងសាងសង់នៅផ្ទះនៃក្តីសង្ឃឹមផងដែរដល់ពេលនោះគាត់គឺត្រូវតែទៅសុំលុយឪពុករបស់គាត់ព្រោះតែហ្វាហ័របានផ្លាន់មកកាន់គាត់អស់ហើយភ្លាមនោះក៏ថែមទាំងអួតទៅកាន់ខ្លួនឯងទៀតថាឪពុករបស់គាត់គឺជាម្ចាស់ទីក្រុងសេរីភាពដែលនៅក្នុងដែនពណ៌ខៀវរួចក៏សួរហ្វាហ័រតើភ្ញាក់ផ្អើលដែរទេតែចរិតរបស់ហ្វាហ័រគឺនៅតែដដែលសួរទៅកាន់ឡានកើតែមិនខ្លាចពិបាកទៅកាន់ពួកគាត់ទេឬឡានកើពេលនោះក៏បានចំអន់ទៅកាន់ហ្វាហ័របន្ថែមទៀតថាអ្នកស្រីតេងបានប្រាប់គាត់ថាហ្វាហ័រនេះបាននោមដាក់ខោនៅពេលដែលគេមានអាយុ8ឆ្នាំខណៈពេលដែលពួកគេកំពុងតែលេងសើចជាមួយនឹងគ្នានោះសាច់រឿងក៏បានកើតមកដល់ពេលព្រឹកនៅក្នុងទីក្រុងរន្ទះឡានសាំងពេលនេះក៏ដូចជាជាប់មកបាត់ទៅហើយប្រាប់ទៅកាន់ប្រពន្ធរបស់គាត់ថាឡានកើគេប្រកាសជាត្រឡប់មកឆាប់ៗនេះសាំងយន្តក៏បានទះតុកផាំងនិយាយថានៅពេលដែលអាឡឺតម្នាក់នោះត្រឡប់មកវិញនោះខ្ញុំនឹងបង្ហាញអំពីជំនាញដ៏ខ្លាំងបំផុតរបស់ខ្ញុំឲ្យគេឃើញម្ដងលើបែបនេះឡានសាំងគឺមានតែជូនពរទៅកាន់កូនប្រុសឲ្យសំណាងល្អទៅចោះដោយឡែកឡានកើឯនេះវិញគាត់ក៏សោកតែក៏ដាស់គិតថែមទៀតថាឪពុករបស់គាត់បានបង្ខំគាត់ឲ្យទៅចូលរួមក្នុងការប្រកួតនៃដែនទាំង3នៅពេលដែលគាត់ត្រឡប់ទៅវិញនោះប្រកាសជាសូមឲ្យគាត់សាងសង់នៅផ្ទះនៃសេចក្តីសង្ឃឹមឲ្យហើយមិនត្រឹមតែប៉ុណ្នេះក៏ថែមទាំងគិតនៅគម្រោងផ្សេងទៀតទាំងដែលមិនដឹងថាខ្លួនឯងត្រឡប់ទៅវិញនឹងទៅយូរយ៉ាងណាផងលើបែបនេះហ្វាហ័រក៏ល្អូថាក្មេងតែឡានកើក៏ប្រាប់ទៅវិញថាក្មេងដែរតែក្មេងគួរឲ្យស្រឡាញ់ស្របពេលដែលយើងមិនទាន់ដឹងថាឡានកើនឹងស៊ីស៊ុបពើម្ដាយរបស់គាត់យ៉ាងម៉េចផងនោះសាររឿងមួយភាគនេះក៏បានមកដល់ទីបញ្ចប់ផងដែរ